ជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Pro X សម្រាប់វីដេអូមួយនេះខ្ញុំនឹងធ្វើការចែករំលែកពីរបៀបក្នុងការបង្កើត account LINE អញ្ចឹងសម្រាប់បងប្អូនដែលពុំទាន់អាចធ្វើការបង្កើតដោយខ្លួនឯងបានណាអាចមើលវីដេអូនេះវិធីសាស្ត្រក្នុងការបង្កើតយើងចូលជាមួយនឹងកម្មវិធី LINE ហ្នឹងមកបន្ទាប់មកទៀតបាទត្រង់ចំណុចខាងក្រោមដែលគេដាក់ថា sign up អញ្ចឹងបងប្អូនចុចនៅលើហ្នឹងរួចហើយកន្លែងនេះគឺវាមានទាំងប្រទេសដើម្បីឲ្យយើងធ្វើការជ្រើសរើសបាទបើសិនជាត្រូវហើយបងប្អូនចុចត្រង់ចំណុចខាងក្រោមដែលគេដាក់ថា continue with Google បាទអញ្ចឹងយើងអាចធ្វើការបង្កើតជាមួយនឹង Google account បានអញ្ចឹងសម្រាប់បងប្អូនដែលមាន Google account គឺងាយមែនតើបងប្អូនណាបាទងាយក្នុងការបង្កើតណាបាទមកដល់ត្រង់ចំណុចនេះវានឹងសួរយើងហើយវាឲ្យយើងធ្វើការជ្រើសរើសជាមួយនឹង Google account អញ្ចឹងបងប្អូនគ្រាន់តែចុចត្រង់ចំណុចហ្នឹងមកបន្ទាប់មកទៀតវានឹងបង្ហាញឲ្យយើងធ្វើការជ្រើសរើស account này អញ្ចឹងសម្រាប់បងប្អូនដែលមាន account ច្រើនគឺយើងអាចធ្វើការជ្រើសរើស account មួយដើម្បីយកមកបង្កើតជាមួយនឹងកម្មវិធី LINE ណាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំធ្វើការជ្រើសរើសមួយដើម្បីងាយស្រួលក្នុងការបង្កើត LINE ហ្នឹងក្នុងការបង្ហាញបងប្អូនតែម្ដងបាទអញ្ចឹងបន្ទាប់ពីធ្វើការជ្រើសរើសហើយបងប្អូនគ្រាន់តែយល់ព្រមជាមួយនឹងលក្ខខណ្ឌបាទយើងចុចពាក្យថា agree and shareអញ្ចឹងមកដល់ត្រង់ចំណុចនេះបងប្អូនគ្រាន់តែធ្វើការរងចាំតិចទៅវានឹងដំណើរការឲ្យយើងហើយបន្ទាប់មកទៀតយើងអាចធ្វើការបង្កើតជាមួយនឹង account នៅត្រង់ចំណុចនេះគឺយើងធ្វើការវាយឈ្មោះរបស់យើងណាអញ្ចឹងបងប្អូនអាចធ្វើការដាក់ឈ្មោះរបស់យើងហើយយើងគ្រាន់តែធ្វើការចុចកន្លែងសញ្ញាព្រួយហ្នឹងមកបាទបន្ទាប់មកទៀតវាទាមទារឲ្យយើងធ្វើការបង្កើតជាមួយនឹងលេខសម្ងាត់ឬក៏គេហៅថាលេខកូដនឹងឯងអញ្ចឹងការបង្កើតលេខកូដនេះគឺមានទាំងអក្សរធំអក្សរតូចបាទជាមួយនឹងលេខយើងបូកជាមួយនឹងនិមិត្តសញ្ញាអញ្ចឹងបងប្អូនត្រូវវាយទាំង3ហ្នឹងមកបានត្រូវលក្ខខណ្ឌអញ្ចឹងណាបាទអញ្ចឹងទាំងលេខកូដចំណុចខាងលើនិងចំណុចខាងក្រោមបងប្អូនធ្វើការវាយឲ្យដូចគ្នាបាទទាំងអក្សរធំអក្សរទូចជាមួយនឹងនិមិត្តសញ្ញាអញ្ចឹងបន្ទាប់ពីយើងធ្វើការវាយរួចរាល់ហើយវានឹងដំណើរការឲ្យយើងឲ្យបងប្អូនអាចរងចាំតិចណាបាទអញ្ចឹងយើងអាចធ្វើការសាញជាមួយនឹង account របស់យើងបានហើយបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការសាញ account រួចរាល់ហើយយើងអាចចូលទៅធ្វើការប្រើប្រាស់ជាមួយនឹង account នឹងបានហើយបាទបន្ទាប់មកទៀតវានឹងសួរយើងបន្ថែមថាយើងនឹងចង់ឲ្យមានព័ត៌មានអីសំខាន់លោតឲ្យយើងដឹងមុនអត់បើសិនជាយើងចង់យើងចុចពាក្យថា open setting នឹងមករួចហើយយើងចុចពាក្យ allow បាទហើយបន្តមកទៀតត្រង់ចំណុចនេះបងប្អូនចុច cancel ក៏បានដែរបាទចុច allow ក៏បានដែរណាត្រង់ចំណុចហ្នឹងបាទបន្ទាប់មកយើងនឹងឃើញផ្ទាំងបែបនេះហើយបាទជាមួយនឹង account របស់យើងនឹងឯងបាទកន្លែងខាងក្រោមគឺ chat បាទមួយទៀតតទៅជាមួយនឹងការ call ហើយកន្លែង home នេះគឺយើងព័ត៌មានទំព័រដើមបាទអញ្ចឹងទាំងឈ្មោះទាំងអីហ្នឹងយើងអាចបង្កើតបាន 100% ហើយបាទអរគុណច្រើនបងប្អូនវីដេអូក៏មានត្រឹមតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ